ធ្វើជាអ្នកសារព័ត៌មាននៅ VOD ជាង2ឆ្នាំនេះរឿងដែលខ្ញុំអាសាធ្វើជាងគេហ្នឹងគឺពាក់ព័ន្ធជាមួយនឹងនយោបាយសង្គមហើយនិងសិទ្ធិមនុស្សជាធម្មតានៅក្នុងការប្រមូលព័ត៌មានពាក់ព័ន្ធជាមួយនឹងនយោបាយឬក៏សង្គមអីប្រភពគាត់អត់សូវចង់និយាយទេប៉ុន្តែដោយសារតែការទំនាក់ទំនងការខំប្រឹងព្យាយាមរបស់យើងគឺយើងព្យាយាមនិយាយយ៉ាងណាឲ្យពួកគាត់ហ្នឹងគេថាមានអារម្មណ៍មួយថាចង់ប្រាប់ពួកយើងណាពួកយើងអាចប្រើប្រាស់ការចូលទៅភ្លាមសួរភ្លាមតែម្ដងឯងយើងអាចប្រើការទំនាក់ទំនងជាមុនសិនដើម្បីឈានទៅសំណួរដែលពួកយើងចង់បានដឹងស្រាប់ហើយថាខ្ញុំជាចិត្តរឿងនយោបាយរឿងសង្គមហើយនឹងបដកម្មឬមួយក៏សិទ្ធិមនុស្សអីផ្សេងអញ្ចឹងការចោះទៅយកព័ត៌មានកន្លែងទាំងអស់ហ្នឹងវារៀងពិបាកតិចសម្រាប់ខ្ញុំដោយសារអីទីមួយខ្ញុំជាមនុស្សស្រីហើយចុះទៅកន្លែងទាំងអស់ហ្នឹងភាគច្រើនគឺស្រីតែម្នាក់ឯងទៀតអ្វីដែលសំខាន់បំផុតហ្នឹងយើងចុះទៅយើងត្រូវប្រឈមជាមួយនឹងការរងចាំពេលវេលាហើយនឹងការឆ្លើយតបដែលពេលខ្លះគាត់ព្យាយាមលាក់មិនឆ្លើយតបឲ្យពួកយើងបានតាន់ពេលឬមួយក៏ពេលខ្លះគាត់ព្យាយាមបិទព័ត៌មានទាំងអស់ហ្នឹងតែម្ដងAn access to information law is fundamental to any democratic society because it helps the government become more open, transparent, and accountable. And ultimately, it makes the government more responsive to the needs of the people and the public. From the citizen side, the access to information law will help them better understand why and how the government makes certain decisions, and to also allow journalists, for example, to impart very important information that affects the public's livelihoods and to help improve the people of Cambodia. ភាពប្រឆាំងអំពើពុករលួយលោកអំជំទាវបានផ្ញើលិខិតមួយទៅលោកស៊ុនសែនតែម្ដងថ្មីហ្នឹងប្រហែលជារយៈពេលខ្ទង់ប្រហែលខែហ្នឹងគឺឃើញថាខាងស្ថាប័នរដ្ឋាភិបាលហ្នឹងគាត់ដូចជាឆ្លើយតបមកកាន់អ្នកសារព័ត៌មានហ្នឹងបានច្រើនជាងមុនហើយរៀងលឿនជាងមុនទៀតដែលខុសពីកាលពីមុនការខ្ញុំចូលធ្វើការភ្លាមករណីនៃការផ្ដល់ព័ត៌មានរបស់ពួកគាត់ហ្នឹងគឺអត់សូវបានលឿនទេហើយជួនកាលគឺគាត់មិនផ្ដល់តែម្ដងខុសពីឥឡូវជារួមព័ត៌មាននៅក្នុងវិស័យអប់រំយុវជនកីឡានេះជាព័ត៌មានដែលសាធារណជនគាត់ចង់ដឹងចង់ឮចង់ទទួលបានដោយសារវាមានសារៈប្រយោជន៍ចំពោះសាធារណជនផងចំពោះសិស្សានុសិស្សនិស្សិតនិងលោកគ្រូអ្នកគ្រូនិងមន្ត្រីរាជការដូច្នេះទេការស្នើសុំព័ត៌មាននេះគឺថាមានច្រើនជារៀងរាល់ថ្ងៃហើយបញ្ហាដែលប្រឈមនោះគឺព័ត៌មានខ្លះជាព័ត៌មានដែលអ្នកកាសែតលោកត្រូវការភ្លាមហើយលោកទូរស័ព្ទមកសួរភ្លាមហើយខាងក្រសួងទាមទារឲ្យមានលេខទូលេខមួយច្បាស់លាស់ដើម្បីជូនទៅគាត់ដើម្បីគាត់សរសេរទៅឲ្យព័ត៌មាននោះមានខ្លឹមសារល្អបញ្ហាប្រឈមមួយចំនួនទៀតពាក់ព័ន្ធនឹងរឿងខ្លះអ្នកព័ត៌មានគាត់សុំព័ត៌មានភ្លាមប៉ុន្តែរឿងខ្លះត្រូវមានគោលការណ៍អាចពាក់ព័ន្ធទៅដល់កម្រិតរដ្ឋាភិបាលតែម្ដងអញ្ចឹងទាមទារនឹងការរងចាំនៅក្នុងបរិបទបច្ចេកវិទ្យាថ្មីនេះក្រសួងក៏បានរៀបចំឲ្យសមស្របតាមស្ថានភាពថ្មីនេះដែរគឺក្រសួងបានរៀបចំឲ្យមានគេហទំព័ររបស់ក្រសួងដើម្បីដាក់ជាទិន្នន័យព័ត៌មានពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រពាក់ព័ន្ធទៅនឹងផែនការសកម្មភាពនិងព័ត៌មានផ្សេងរបស់វិស័យអនុវិស័យនិងរបស់នយោបាយទាំងអស់ហើយមកដល់ឆ្នាំ2011ក្រសួងបានបង្កើតគេហទំព័របណ្ដាញសង្គម Facebookនៅពេលដែលយើងដាក់ព័ត៌មានក្នុង Facebook បាទពេលដែលដាក់ភ្លាមក្រោយពេលនោះបន្តិចនឹងមានទូរស័ព្ទមកសួរខ្ញុំជាទូទៅតែម្ដងបាទដោយសារអ្នកកាសែតលោកត្រូវការព័ត៌មានអាចល្អិតជាងនឹង Access to information, freedom of expression and independent media all go hand in hand, and it is a journalist's duty to request information on behalf of the citizens. The government also has a responsibility to train its officials and to make it a legal responsibility for the official to work with the citizens and the journalists to ensure that they are able to identify and to release proper information so that the journalists can in turn do their jobs of informing the citizens. ជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់សូមអំពាវនាវដល់រដ្ឋាភិបាលរួមនឹងស្ថាប័នដែលពាក់ព័ន្ធណាសូមមេត្តាផ្ដល់នៅព័ត៌មានទៅតាមអ្វីដែលពួកយើងនឹងចង់បានជៀសវាងការលាក់នៅព័ត៌មានណាមួយដែលយើងគិតថាគ្រាន់តែជាការផ្សាយដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋឬក៏សង្គមបានដឹង